សួរពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំមកតាមដានចការមួយកន្លែងនៅក្នុងទឹកដីខេត្តកំពង់ចាមក្នុងស្រុកត្រង់ខេត្តនៅតំបន់បែកលូបងប្អូនហើយតរេនដែលគិតមកដល់ថ្ងៃនេះស្លឹកក្រមៅល្អហើយយើងអាចទៅមើលស្លឹកនៅខាងក្រៅបងប្អូនស្លឹកនៅខាងក្រៅពណ៌តែមួយអស់ហើយថ្ងៃនេះជាថ្ងៃទី30 ខែ 10 2025 ហើយយើងមើលខាងក្នុងវិញនៅពេលនេះដីគាត់ចាប់ផ្ដើមសម្អាតហើយដីនេះសម្អាតស្អាតហើយក្នុងអំឡុងពេលនេះយើងគិតឃើញថាយើងមើលឃើញថាកំពុងតែនៅមានវត្តមានភ្លៀងដូច្នេះបងប្អូនជាម្ចាស់ចម្ការលៃលោកយ៉ាងណាដើម្បីឲ្យបរិស្ថានដូចជាដីនៅក្នុងចម្ការបងប្អូនស្ងួតបានលឿនដូច្នេះបងប្អូនអាចយក Gen K សុតសម្រាប់ទឹក 1000 លីត្រស្រោចដើម្បីទី1គឺសម្ងួតឫសសម្ងួតដីបានលឿនសារធាតុ Gen K ជួយសម្ងួតជួយឲ្យឫសឆាប់ស្ងួតទី2បងប្អូនអាចប្រើប្រភេទ G Biogali ដើម្បីឲ្យកាត់បន្ថយអាសូតក្នុងដីហើយជាពិសេសគឺជួយឲ្យដីយើងឆាប់ខ្សោះទឹកទី3អ្វីដែលបងប្អូនអាចឃើញនៅលើពុះមែកបងប្អូនអាចឃើញនេះពុះមែកបងប្អូននេះពុះមែកមានវត្តមានសក៏នេះដូចគេហៅថាដូចនេះកប់កសបែបនេះច្រើនក្នុងមួយដើមរហូតដល់ 30-40% នៅពេលហ្នឹងបងប្អូនមិនទាន់ច្បាស់ថាវាជាផ្កាឬជួយក្តៀងដូច្នេះបងប្អូនអាចយកសារធាតុថ្នាំមួយយ៉ាងឈ្មោះវាថា Anvil របស់ក្រុមហ៊ុន Syngenta នេះបងប្អូនឃើញទេនេះឃើញគ្រប់មែកឃើញសដូចខ្ចុងកញគ្រប់មែកមែនតើអញ្ចឹងបងប្អូនអាចយក Anvil ចំនួន 4 លីត្រលាយទឹក 1000 លីត្រយើងលាយប្រភេទ Genmix មួយដបទៅដើម្បីជួយជម្រាបថ្នាំឲ្យបានលឿនហើយជាពិសេសសារធាតុ Anvil នេះជួយទប់ស្កាត់ជា Berlin ក៏ដូចជាជួយកែក្តៀងឲ្យទៅជាផ្កាបានលឿននេះបងប្អូនឃើញសនេះតាមពោះមែកនេះអញ្ចឹងបងប្អូនអាចយក Anvil ចំនួន 4 លីត្របាញ់កែក្តៀងជាពិសេសទប់ជីវនៅក្នុងដើមតរេនឲ្យវាទៅជាផ្កាបានលឿនបងប្អូនអាចបាញ់2 ដងអីទៅហើយបងប្អូនអាចបាញ់គុណប្រយោជន៍បាញ់ទាំងស្លឹកហើយនឹងគុណប្រយោជន៍បាញ់ទាំងលើពុះមែកនេះបងប្អូនឃើញសនេះដូច្នេះយើងអនុវត្តអានេះដើម្បីឲ្យចំណេញជាពិសេសបងប្អូនម្ចាស់ចការមួយចំនួនគាត់ឃើញសបែរជាអត់បានកែក្តៀងទៅបាញ់សារធាតុផ្សេងអញ្ចឹងវាខាតដូច្នេះយើងបានកែក្តៀងមុនដើម្បីឲ្យវាមានសញ្ញាពិតប្រាកដថាវាជាផ្កាពិតប្រាកដច្បាស់លាស់ដើម្បីងាយស្រួលក្នុងការបាញ់អូសវាបន្ថែមដើម្បីឲ្យវាចំនួនគ្រប់គ្រាន់ហើយយើងចាប់ផ្ដើមបិទបញ្ចប់វគ្គយកផ្កាយើងចាប់ផ្ដើមអនុវត្តដើម្បីទាញត្រួយដើម្បីផលចំណេញពេលដែលយើងបានផ្កាគ្រប់ចិត្តគ្រាន់ហើយយើងចេញត្រួយគ្រប់គ្រាន់សុខសុវត្ថិភាពនៃកង្វះខាតនៃខ្វះស្លឹកក៏ដូចជាកង្វះខាតនៃការចេញត្រួយនៅក្នុងវគ្គណាមួយជាពិសេសវគ្គក្តឹប21ថ្ងៃឬក៏30ថ្ងៃពេលដែលយើងអត់បានយកត្រួយក្នុងវគ្គជើងកដោជួបបញ្ហាច្រើនអញ្ចឹងខ្ញុំមានវីដេអូប៉ុណ្ណឹងដើម្បីចែកម្លែកដល់បងប្អូនចាស់ចការដែលធ្វើត្រេនហើយជាពិសេសនៅក្នុងអំឡុងនេះជាពិសេសខែភ្លៀងពេលដែលខែភ្លៀងយើងត្រូវសម្ងួតដីសម្ងួតដើមសម្ងួតស្លឹកដើម្បីឲ្យឆាប់ស្ងួតហើយនឹងកាត់បន្ថយនៃការចេញត្រួយហើយជាពិសេសយើងកែក្តៀងទៅជាផ្កាតែម្ដងបាទអរគុណ